សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាដោយនៅពេលនេះគឺមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់លោកអាលីខាមេនីបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ហើយខាងមេដឹកនាំរបស់អ៊ីរ៉ង់ពេលបច្ចុប្បន្ននេះកំពុងតែនឹងព្យាយាមជ្រើសរើសមេដឹកនាំថ្មីប៉ុន្តែនៅខាងក្រៅប្រទេសឯនេះគឺមានព្រះអង្គម្ចាស់ Reza Pahlavi ដែលគេមើលឃើញថាជាមេដឹកនាំក្រុមប្រឆាំងនៅខាងក្រៅប្រទេសហើយអាចមានសក្តានុពលនឹងក្លាយទៅជាមេដឹកនាំថ្មីនៅប្រទេសអ៊ីរ៉ង់ប្រសិនបើសហរដ្ឋអាមេរិកផ្ដួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះដូច្នេះខ្ញុំសូមជូននៅប្រវត្តិខ្លះរបស់ព្រះអង្គម្ចាស់ Reza Pahlavi ដែលចងក្រងដោយសារព័ត៌មាន Access ព្រះអង្គម្ចាស់ Reza Pahlavi អតីតព្រះរាជទាយាទអ៊ីរ៉ង់ដែលត្រូវបាននិរទេសខ្លួនកំពុងដាក់ព្រះកាយជាមេដឹកនាំអន្តរកាលបើសិនជាសាធារណរដ្ឋអ៊ីស្លាមដួលរលំព្រះអង្គម្ចាស់ Pahlavi បានសម្ដែងទំនុកចិត្តលើលោកប្រធានាធិបតី Donald Trump ហើយពីមុនមកព្រះអង្គបានជួបជាមួយនឹងមន្ត្រីរដ្ឋបាល Trump ដើម្បីដោះស្រាយភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ទំនាក់ទំនងនេះអាចពង្រឹងតំណែងរបស់ព្រះអង្គបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ចាប់ផ្ដើមតាំងតែពីថ្ងៃសៅរ៍មកព្រះអង្គម្ចាស់ Pahlavi បានបង្ហោះនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថាជំនួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានសន្យាជាមួយប្រជាជនដ៏ក្លាហានរបស់ប្រទេសអ៊ីរ៉ង់បានមកដល់ហើយនេះគឺជាអន្តរាគមន៍មនុស្សធម៌ហើយគោលដៅរបស់វាគឺសាធារណរដ្ឋអ៊ីស្លាមនិងឧបករណ៍នៃការគៀបសង្កត់ព្រមទាំងយន្តការសម្រាប់មនុស្សគឺមិនមែនសំដៅទៅលើប្រទេសនិងប្រជាជាតិដ៏អស្ចារ្យរបស់អ៊ីរ៉ង់ទេព្រះអង្គម្ចាស់ Pahlavi បានអំពាវនាវឲ្យលោកត្រាំអនុវត្តដោយប្រុងប្រយ័ត្នបំផុតតាមដែលអាចធ្វើទៅបានដើម្បីរក្សាជីវិតរបស់ជនស៊ីវិលនិងជនរួមជាតិរបស់ព្រះអង្គប្រជាជនអ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តធម្មជាតិរបស់ប្រធានាធិបតីនិងជាសម្ព័ន្ធមិត្តនៃពិភពលោកសេរីនេះបើតាមអ្វីដែលព្រះអង្គបានបង្ហោះព្រះអង្គបានបន្ថែមថាហើយពួកគេនឹងមិនភ្លេចជំនួយរបស់លោកក្នុងអំឡុងពេលដ៏លំបាកបំផុតនៃប្រវត្តិសាស្ត្រសម័យទំនើបរបស់អ៊ីរ៉ង់ឡើយព្រះអង្គបានប្រសូតនៅក្នុងទីក្រុងតេហ៍រ៉ង់ក្នុងឆ្នាំ1960គឺព្រះអង្គម្ចាស់ Pahlavi ទៅបានចេញមុខនៅក្នុងជីវិតនយោបាយសាធារណៈនៅពេលដែលព្រះអង្គមានបច្ចុប្បន្ន7ភាសាដែលគេបានស្គាល់ព្រះអង្គក្នុងពិធីដែលព្រះអង្គត្រូវបានតែងតាំងជាផ្លូវការជាព្រះរាជទាយាទក្នុងអំឡុងពេលជាមួយគ្នានឹងពេលដែលព្រះបិតារបស់ព្រះអង្គឡើងគ្រងរាជ្យសម្បត្តិហើយនៅពេលដែលព្រះអង្គមានបច្ចុប្បន្ន17ព្រះវស្សាព្រះអង្គបានក្លាយជាអ្នកបើកបរយន្តហោះក្មេងជាងគេបង្អស់របស់អ៊ីរ៉ង់ហើយបានចាក់ចេញមកសហរដ្ឋអាមេរិកភ្លាមដើម្បីវឹកហាត់ជាអ្នកបើកបរយន្តហោះចម្បាំងក៏ប៉ុន្តែព្រះអង្គមិនបានវិលត្រឡប់ចូលស្រុកវិញទេដោយសារតែបដិវត្តន៍អ៊ីស្លាមនៅឆ្នាំ1979បានផ្ដួលរំលំរបបរាជានិយមនិងផ្ដួលរំលំព្រះបិតារបស់ព្រះអង្គខណៈដែលព្រះអង្គប៉ាឡាវីនៅក្រៅប្រទេសហើយត្រូវបានគេរារាំងមិនឲ្យវិលត្រឡប់មកប្រទេសវិញទេបាទសូមអរគុណប្រិយមិត្តខ្ញុំនឹងជម្រាបជូនវគ្គបន្តទៀតអំពីជីវិតនយោបាយរបស់ព្រះអង្គដែលបានធ្វើក្នុងពេលកន្លងមកពីខាងក្រៅប្រទេសនៅវគ្គក្រោយសូមអរគុណ